ទាំងអស់គ្នា以后ពេលក្រោយ有知识有本领 មានចំណេះដឹងនិងសមត្ថភាពហើយ 有工资多 មានប្រាក់ខែច្រើន 有能力 មានសមត្ថភាព 别看不起别人 មិនត្រូវមើលងាយដល់ដទៃទេ 要对别人有礼貌 ត្រូវតែមានសីលធម៌ល្អចំពោះអ្នកដទៃ 因 ពី 为 ព្រោះថា 不管谁 មកខ្វល់ចលនាទេ 学到哪 រៀ 里 នដល់ទីណាទេ 别人看不出来 គេមិនដឹងទេ 你会什么 ញ៉ៃចេះអ្វី 别人也不知道 គេក៏ដឹងដែរ 你有多少钱你没钱别人也不知道 ញ៉ៃមានលុយច្រើនប៉ុណ្ណាណៃអត់លុយគេក៏មើលឃើញដែរ 但是如果你没礼貌 ប៉ុន្តែបើសិនមកអ្នកអាចមានជីវធម៌ 谁都知道 ណាគេក៏ដឹងដែរ 对不对 ម៉ែបងប្អូនគ្នា 说出来没礼貌知道吗 ពេលដែលនិយាយចេញមកមានជីវធម៌យើងដឹងអត់ 肯定知道 បើក៏ជិះដឹងហើយ 说出来不尊重别人 អនិយាយចេញមកអត់ទៅគ្រប់អ្នកដទៃ 别人看出来吗 គេមើលឃើញអត់ 肯定看出来 បើក៏ជិះមើលឃើញ 别人知道吗 គេដឹងអត់ 肯定知道 បើក៏ជិះដឹង 所以了 ដូច្នេះហើយ 你学多高 ពួកយើងរៀនមកពូប៉ុណ្ណា 有多少钱 មានលុយច្រើនប៉ុណ្ណា 别人看不出来 គេមើលឃើញគេមើលអត់ដឹងទេ 别人不知道 គេអត់ដឹងទេ 但是如果你没礼貌 ប៉ុន្តែបើសិនបើយើងអត់សុជីវធម៌វិញ 肯定别人知道 បើក៏ជិះគេដឹងហ្មង 所以呢 ដូច្នេះហើយ 老师想告诉大家 ឲ្យអ្នកគ្រូចង់ប្រាប់កណ្ដោគ្នា 礼貌 សុជីវធម៌ 尊重别人 គ្រប់អ្នកដទៃ 很重要 គឺពិតជាសំខាន់ណាស់ 不管你帅你漂亮 មកខ្វល់យើងស្អាតឬក៏ស្អាតទេ 如果你没礼貌 បើសិនបើយើងអត់មានសុជីវធម៌វិញ 看不到漂亮看不到帅 មើលឃើញស្អាតហើយក៏មើលអត់ឃើញសង្ហាដែរ 真的 ប៉ាត់មែន 你会很多 ដោយហោះចេះច្រើនណាស់ 有很多知识 មានចំណេះដឹងច្រើនមែនតើ 但是你的态度不尊重别人 អាកប្បកិរិយារបស់យើងអត់គ្រប់អ្នកដទៃ 你有多少知识别人也不尊重你 អញ្ចឹងបើថាបើយើងមានចំណេះដឹងច្រើនប៉ុណ្ណាក៏គេអត់គ្រប់យើងដែរ 因为你的人厉害但是不尊重别人 ពីព្រោះថាមនុស្សយើងបកកែប៉ុន្តែយើងអត់គ្រប់អ្នកដទៃ 为什么别人不尊重你 ហើយអ្វីបានជាគេអត់គ្រប់យើង 你会很多 យើងចេះច្រើន 你有工资很多 យើងមានប្រាក់ខែច្រើន 你有钱很多 អ្នកមានលុយច្រើន 但是别人不喜欢你 ប៉ុន្តែគេអត់ចូលចិត្តយើង 因为你不尊重别人 ដោយសារយើងអត់គ្រប់គេ 所以呢 ដូច្នេះហើយ 老师的意思 អត្ថន័យរបស់អ្នកគ្រូ 不管大家有多厉害不厉害 មកខ្វល់ឲ្យយើងបកកែប៉ុណ្ណាឬក៏អត់បកកែទេ 有多少钱 មានលុយច្រើនប៉ុណ្ណាទេ 尊重别人很重要 អញ្ចឹងការគោរពអ្នកដទៃគឺពិតជាសំខាន់ណាស់ 你没钱你学不到大学别人不知道 អញ្ចឹងអ្នកមានរយអ្នកនេះអត់រៀនដល់សាកលវិទ្យាល័យក៏គេដឹងដែរ 但是你没礼貌肯定知道 ប៉ុន្តែបើសិនបើយើងអត់បង្ហាញថាយើងអត់មានជីវធម៌ក៏គេដឹងហ្មង 对不对 មកលោកគ្នា 对吗